គេថាភាគីថៃបើកហើយតែកម្ពុជាមិនបើកអញ្ចឹងប្រជាពលរដ្ឋដែលរងវេទនាដោយសារការបិទច្រកនេះបន្ទោសកម្ពុជាទៅអើចឹងទៀតខុសឯទៀតរកវិធីចាប់តលតបានដោយសារអីពេលថ្ងៃ24ពោះទី1កម្ពុជាប្រកាសហើយថាបើយើងបិទអចិន្ត្រៃយ៍រហូតដល់ស្ថានភាពបើកដោយមុនថ្ងៃ7ដោយសារអីបងប្អូនប្រជាពលរដ្ឋគួរយល់ហើយសម្រាប់ប្រជាពលរដ្ឋខ្មែរប្រជាពលរដ្ឋថៃដែលប៉ះពាល់ដោយសាររឿងបិទនេះខ្ញុំសូមឲ្យយោគយល់មិនមែនកម្ពុជាទេជាអ្នកចាប់ផ្ដើមហើយសៅក៏មិនមែននៅកម្ពុជាដែរទី1កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមលេងល្បែងនេះទេហើយយើងមិនគិតថានេះជាល្បែងទេវិធានការបែបនេះគឺប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងសងខាងដែលយើងមិនប៉ុន្តែគេចាប់ផ្ដើមយើងត្រូវឆ្លើយតបអញ្ចឹងបើចង់បើកជាឯកតោភាគីទៅមិនបាច់មកចរចាទេមានលួចចរចាចង់ចេះថាបើមកតាមអ្នកនេះគេធ្វើសម្បត្តិតាមអ្នកនេះតើយើងធ្វើអត់ទេអត់មានលេងជាមួយទេព្រោះអីខ្ញុំមិនដឹងថាពីណាកាន់សោពិតប្រកបនៅព្រំដែនហ្នឹងបាទព្រោះថ្ងៃ24ប្រមុខរដ្ឋាភិបាលថៃចេញមកថាបិទថ្ងៃ25គេទាញជាបិទល្ងាចថ្ងៃ25អ្នកនាំពាក្យក្រសួងការបរទេសបរតៃចេញមកថាគេអត់បិទទេមានបិទណាចុះអាកាសែតផ្សាយលើពិភពលោកគ្រាន់តែប្រមុខរដ្ឋាភិបាលថៃចេញមកប្រកាសភ្លាមកាសែតទូទាំងពិភពលោកថាថៃបិទច្រកហើយពិភពលោកជាសាក្សីហើយអ្នកនាំពាក្យចេញមកនិយាយថាមានបិទណាបន្ទាប់មកទាហានថៃគឺបើកច្រកព្រំដែនបើកទ្វារតែមិនឲ្យមនុស្សចេញចូលដដែលមិនឲ្យឡានចេញចូលដដែលតើបើកនឹងបើកធ្វើអីបើកលំអឬមួយយ៉ាងម៉េចកម្ពុជាអត់លេងទេអាយដាមសុកវាសនាសួរខ្ញុំសម្ដេចឥឡូវគេបើកចឹងតើកម្ពុជាគួរបើកដែរទេកុំឲ្យគេថតមកថាយើងអាក្រក់ខ្ញុំថាវាសនាកម្ពុជាខ្មែរយើងអត់ចេះលេងញញែងអីបិទប្រាស់បិទតែម្ដងខ្មែរឲ្យចូលយើងទទួលថៃឲ្យចេញតែអ្នកផ្សេងតំណែងអីអត់ឲ្យចេញទេកម្ពុជាអត់លេងទេកម្ពុជាមិនមែនអ្នកលោតលេងទេកម្ពុជាមិនគិតថានឹងជាល្បែងលេងដោយបិទពួនដោយឆ្មាចាប់កដោទេប៉ុន្តែនេះជាវិធានការដែលប៉ះពាល់ទៅដល់ទំនាក់ទំនងប្រទេសទាំងពីរដល់ប្រជាជនទាំងពីរកម្ពុជាអត់លេងបិទពួនទេហើយកម្ពុជាសំលេងតែមួយពីលើដល់ក្រោមនាយករដ្ឋមន្ត្រីប្រកាសថាម៉េចថ្នាក់ក្រោមធ្វើអញ្ចឹងបាទហើយបើសិនជាមានបញ្ហាថ្នាក់លើនាយករដ្ឋមន្ត្រីអ្នកទទួលខុសត្រូវទៅលើអ្វីដែលយើងបញ្ជាមិនមែនដកខ្លួនតែមិនមែនខ្ញុំឯងខ្ញុំឲ្យសិទ្ធទៅអ្នកនេះហើយអត់ទេសុំតែ3តែបិទច្រកនៅជប់កគីនៅជាប់ខ្ញុំឲ្យបិទអាយដាមមានច័ន្ទយដាដាក់មកខ្ញុំសម្ដេចខ្ញុំសុំចេញត្រឹមលិខិតខេត្តបើមានខុសអីខុសខេត្តចុះកុំឲ្យប៉ះរដ្ឋាភិបាលខ្ញុំប្រាប់បងយដាខ្ញុំហៅគាត់បងព្រោះយើងស្គាល់គ្នាទួនាទីឬមួយប៉ុន្តែក្រែងខ្ញុំថាបងយដាខ្ញុំបញ្ជាខ្ញុំទូខុសត្រូវដាក់ខ្ញុំបញ្ជាភ្លាមនៅកម្ពុជាគ្មានពីណាធ្វើរឿងតាក់ទងប្រទេសជាតិបើគ្មានការឯកភាពពីនាយករដ្ឋមន្ត្រីទេដាក់ខ្ញុំបញ្ជាតែម្ដងខ្ញុំគ្មានបង្កើតគណៈកម្មការណាឲ្យសិទ្ធទៅអ្នកនឹងឲ្យទទួលខុសត្រូវទេគឺយើងអ្នកធ្វើឲ្យច្បាស់លាស់តែម្ដងហើយបើអ្នកធ្វើតាមបទបញ្ជារបស់យើងត្រូវចេញមុខការពារបាទមិនយករដ្ឋមន្ត្រីបកគលសិទ្ធឲ្យពូពាកបកគលសិទ្ធឲ្យគណៈបញ្ជាការឯកភាពជួមុខឲ្យខេត្តបិទបើកហើយយើងអត់ទួលខុសត្រូវទេខ្ញុំអត់ដឹងទេមែនទេរបៀបរបបកម្ពុជាធ្វើបែបនេះអាដាមលោកជាទីបងប្អូនខ្មែរត្រង់គេថាខ្មែរត្រង់ខ្មែរមិនចោលក្បួនយើងធ្វើអីតាមក្បួនត្រង់ណាស់អញ្ចឹងគេលេងជាមួយអ្នកបលេបប្រឡប់អីផ្សេងទៅធ្វើអីទៅយើងដាក់ក្បួនចំហឲ្យច្បាស់លាស់ទើបបានជោគជ័យបើមិនអញ្ចឹងសូម្បីតែប្រជាពលរដ្ឋយើងក៏បាត់ជំនឿមិនដឹងថាយើងហ៊ានអីហើយបើធ្វើមេដឹកនាំមិនហ៊ានទទួលខុសត្រូវតែយើងធ្វើអីបាទនេះគឺជាការពិតនឹងហើយបានជាយើងបញ្ជាឲ្យធ្វើតែម្ដងប៉ុន្តែឲ្យខ្ញុំបើកយ៉ាងម៉េចថ្ងៃ29នេះថ្ងៃ29ខ្ញុំកំពុងតែកើការកូនអាយដាមគុណញឹមគេបាញ់មកពីព្រលឹមនោះអាយដាមសុកវាសនាប្រាប់មកថាឥឡូវភាគីថៃគេជូនដំណឹងថាដើម្បីជួយ
កុំឲ្យមានការលំបាកប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអញ្ចឹងគេសុំឲ្យមានការបធូរមួយរយៈខ្លីដើម្បីឲ្យរថយន្តដឹកទំនិញចេញចូលមួយថ្ងៃ50គ្រឿងនៅច្រកខ្លះកន្លែងខ្លះមួយថ្ងៃ20គ្រឿងចេញចូលប៉ុន្តែលិខិតគេប្រកែណាស់គឺលិខិតរបៀបគេធ្វើតាំងពីដើមទីខ្ញុំសូមបញ្ជាក់អញ្ចឹងគឺលិខិតភាគីគាត់ធ្វើផ្ទៃក្នុងគាត់តែគាត់ជូនទៅដល់របស់យើងអញ្ចឹងរាល់ដងធ្វើទៅចឹងបាទហើយកម្ពុជាឲ្យតែឃើញរបៀបបែបនេះគឺយើងទទួលយើងថាយើងបានទទួលព័ត៌មានតែសម្រាប់ចិត្តរបស់យើងថ្នាក់ដឹកនាំអន្តរវេសយើងចេញហើយបទបញ្ជាបទនយោបាយរដ្ឋមន្ត្រីគឺអត់ឲ្យបើយើងបិទយើងរក្សាទៅដែរប៉ុន្តែទីបំផុតគេចោទយើងថាយើងអាក្រក់ដោយសារអីឥឡូវតើយើងបើកយ៉ាងម៉េចបើយើងមិនដឹងនិយាយជាមួយពីណាគេផងនេះគ្រាន់តែលិខិតមួយនឹង4នាក់ចេញមកនិយាយខុសគ្នាចេញលិខិតនឹងមកចេញមកភ្លាមខ្ញុំដាក់សារទៅបដិសេធតាម Facebook ថាយើងបង្កើតចំហបែបនេះសោនៅខាងនោះធ្វើទៅស្រាប់តែអ្នកនាំពាក្យកងទ័ពថៃចេញមកថាលិខិតនេះគឺយើងនេះគេវាចុះគឺការជជែកគ្នាផ្ទៃក្នុងផ្អែកមកពីការព្រោះអីចឹងទៅហើយក៏បាន communicate ហ្នឹងបានន័យថាបញ្ជូនព័ត៌មានទៅវិញទៅមកមួយភាគីកម្ពុជាសុំឲ្យបើកបណ្ដោះអាសន្នដើម្បីឲ្យរថយន្តចេញចូលហើយជាពិសេសរថយន្តដែលនៅជាប់នៅថៃកម្ពុជាចូលមកដើម្បីដោះអាហ្នឹងគេទទួលថាគេបញ្ជូនមកតែកម្ពុជាបដិសេធចឹងកម្ពុជាអាក្រក់មួយទៅស្រាប់តែឧបនាយករដ្ឋមន្ត្រីកម្ពុជាថៃចេញមកថាយើងអត់បានបញ្ជូនទៅទេមួយថាបញ្ជូនយើងមិនឆ្លើយមួយថាមិនបញ្ជូនល្ងាចទៀតមានគេព័ត៌មានថាអត់ទេអាកាសែតហ្នឹងបោកទេអាព័ត៌មានហ្នឹងអាឯកសារហ្នឹងគឺ fake បាទហើយម្សិលមិញនេះស្រាប់តែចេញមកទៀតថាឯកសារហ្នឹងអត់ fake ទេតែវាលេចធ្លាយឥឡូវបងប្អូនគ្រាន់តែលិខិតមួយរវាងទាហានហើយអ្នកនយោបាយរវាងទាហានជើងគោកហើយទាហានជើងទឹកការបរទេសហើយក្រសួងការពារជាតិសារដល់ទៅ4មួយថាមានលិខិតមែនបញ្ជូនមកតែយើងបដិសេធមួយថាអត់មានផ្ចោលមកទេមួយទៀតថាលិខិតនឹងคล้ายមួយទៀតថាអាលិខិតនឹងមានតែលេចធ្លាយឥឡូវឲ្យខ្ញុំយកពីណាជាគោលរដ្ឋាភិបាលខ្មែរទៅលោតតាមយ៉ាងម៉េចបាទប៉ុន្តែអ្វីនៅក្នុងខ្លឹមសារតែលិខិតនេះគេចោទយើងថាយើងជាមនុស្សអាក្រក់គ្រាន់តែសុំឡានដែលជាប់នៅក្នុងប្រទេសខ្មែរដែលដឹកទំនិញមុនថ្ងៃបិទថ្ងៃ20ប៉ុន្មានហ្នឹងថ្ងៃ24 25ហ្នឹងក៏មិនឲ្យចេញដែរខ្ញុំយកខ្លឹមសារលិខិតទាំងមកហើយខ្ញុំមើលចំណុចរបស់គេវាអត់ត្រូវដែលមកចោទបែបនេះនៅខ្លឹមសារហ្នឹងគឺថាលិខិតដែលគេប្រកាសទៅគយមេតបបូរផានៅសកែវហ្នឹងគេសរសេរទៅខាងគយរបស់គេហើយជូនតំណែងមកយើងជាទម្លាប់គឺគេធ្វើបែបហ្នឹងគេមិនដែលសេះត្រង់មកយើងដែរតែចាត់ទុកជាការជូនតំណែងជាការអនុវត្តដើម្បីឲ្យសុំយើងឯកភាពទី1ចំណុចគឺអនុញ្ញាតឲ្យចូលនិងចេញនៅចំណុចឆ្លងកាត់ព្រំដែនអចិន្ត្រៃយ៍ស្ពានកម្ពុជាថៃបាណង់អៀងមិនឲ្យលើសពី50គ្រឿងក្នុងមួយថ្ងៃរថយន្តចេញ50គ្រឿងនិងរថយន្តចូល50គ្រឿងចាប់ពីម៉ោង8ដល់ម៉ោង4ល្ងាចទី2អនុញ្ញាតឲ្យចេញចូលនៅចំណុចច្រកព្រំដែនបានខើឌិនដោយមិនឲ្យលើសពី50គ្រឿងក្នុងមួយថ្ងៃរថយន្តចេញ50គ្រឿងរថយន្តចូល50គ្រឿងចាប់ពីម៉ោង8ទៅម៉ោង16ម៉ោង4ល្ងាចទី3អនុញ្ញាតឲ្យចូលនិងចេញតាមច្រកផ្លាស់ប្ដូរពាណិជ្ជកម្មភូនបាំណងព្រឺហាមយានយន្តលើសពី20គ្រឿងក្នុងមួយថ្ងៃឲ្យចេញតែ20គ្រឿងចេញមួយថ្ងៃចូល20គ្រឿងក្នុងមួយថ្ងៃចាប់ពីម៉ោង8ដល់ម៉ោង12ព្រឹក12ថ្ងៃត្រង់ហើយបានចំណុចទី4គេថារថយន្តដឹកទំនិញដែលដឹកទំនិញតាមមុខទំនិញ 2.1 ដល់ 2.3 ខាងលើនិងរថយន្តដឹកទំនិញដែលមិនបានត្រឡប់មកវិញចាប់ពីថ្ងៃ23អាចត្រឡប់មកប្រជាណាចក្រថៃដោយមិនមានទំនិញឥឡូវបងប្អូននៅពេលដែលគេចោទកម្ពុជាគេថាកម្ពុជាអាក្រក់ណាស់សូម្បីតែរថយន្តដឹកទំនិញដែលនៅសល់មុនបិទច្រកក៏មិនឲ្យគេត្រឡប់មកផ្ទះតើត្រូវទេអា 2.1 2.2 2.3 នេះ
សុំមួយថ្ងៃ50គ្រឿងច្រកមួយបូកទៅមួយថ្ងៃ120គ្រឿងឆ្លងទៅមកហើយបើរថយន្តគ្រាន់តែត្រឹមតែជាប់ថ្ងៃនោះចេញមកវិញបើកតែមួយផ្លេតចេញអស់ហើយចាំបាច់សុំអចិន្ត្រៃយ៍មួយថ្ងៃ120គ្រឿងចេញចូលទៅអីបានន័យថាស្មើនឹងសុំដឹកតំណែងចេញចូលលក់ដូរទៅដែរតែមកចោតកម្ពុជាថាកម្ពុជាអាក្រក់កម្ពុជាគ្រាន់តែឡានគេជាប់បណ្ដោយចេញហើយខ្ញុំសួរទៅខាងគយខាងខេត្តរបស់យើងគ្មានរថយន្តខ្មែរយើងនៅជាប់នៅខាងថៃទេហើយក៏គ្មានរថយន្តថៃមកជាប់នៅខាងយើងដែរបាទអញ្ចឹងខ្ញុំសូមជូនដំណឹងទៅវិញចំពោះបងប្អូនខ្លះកាសែតខ្លះរបស់ថៃដែលខំព្យាយាមថាកម្ពុជាអមនុស្សធម៌គ្រាន់តែឡានគេជាប់នៅនោះមុនថ្ងៃ23ក៏មិនអោយមកដែរខ្លឹមសារបានបញ្ជាក់ច្បាស់ហើយបើត្រឹមមួយឡានជាប់ត្រឹមថ្ងៃ23ថ្ងៃ25យើងឲ្យចេញយើងអត់ទុកទេអត់មានដឹកតំណែងតែនេះសុំ120គ្រឿងក្នុងមួយថ្ងៃដើម្បីដឹកតំណែងចេញចូលអញ្ចឹងនេះហើយជាលិខិតហើយលិខិតនេះផ្សាយចែកចាយទូទាំងប្រព័ន្ធមីឌាបងប្អូនណាខ្លះឃើញលិខិតបាទច្រើនតាមើលខ្លឹមសារទៅឥឡូវស្ដាប់មើលប៉ុណ្្នឹងតើនេះទៅចំណុចទី4គេមានភ្ជាប់រថយន្តដែលគាំងមែនប៉ុន្តែ3ចំណុចទី1អញ្ចឹងខ្ញុំសូមប្រាប់ទៅបងប្អូនទាំងអស់កម្ពុជាអត់លេងល្បែងទេកម្ពុជាចង់មានការបើកច្រកទៅធម្មតាវិញដើម្បីសម្រួលឲ្យប្រជាពលរដ្ឋប៉ុន្តែកម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមទេហើយកម្ពុជាអាចកំដររឿងនេះរហូតបាទរឿងនេះគឺសោនៅក្នុងភាគីថៃចាក់សោបើកដែលឯកតោភាគីប្រកាសថានឹងបើកដោយស្ថានភាពមុនថ្ងៃ7មិថុនាឆ្នាំ2025ហើយនឹងមិនមានការបិទបើកយកច្រកព្រំដែនសេដ្ឋកិច្ចជាគំនាបសម្រាប់ធ្វើវិធានការនយោបាយនឹងទៀតទេទុកឲ្យប្រជាជនរស់នៅបានសេចក្តីសុខទៅហើយធានាច្បាស់លាស់អញ្ចឹង5ម៉ោងក្រោយយើងបើកទៅវិញដោយសារយើងមានឆន្ទៈមិនមានការធ្វើបែបណាធ្វើបាបប្រជាពលរដ្ឋទាំងខ្មែរទាំងថៃទាំងព្រំដែននោះទេបាទនេះគឺជាការពិតឲ្យចំហយើងឲ្យច្បាស់ឥឡូវបងប្អូនមើលតែប៉ុណ្្នឹងលិខិតថ្ងៃ29នេះទី1បញ្ជាក់ច្បាស់ហើយបាទអញ្ចឹងការគិតគូរបែបនេះគឺគិតគូរអីខ្ញុំមិនលូកនៅក្នុងនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃទេខ្ញុំនិយាយការពារខ្លួននៅពេលដែលមានការចោទប្រកាន់ដើម្បីឲ្យប្រជាជនទាំងសងខាងបានដឹងការពិតលិខិតមើលទាំងអស់គ្នាដាក់ហើយច្បាស់ហើយលិខិតប្រមាណចំណុចដឹងតើនេះគឺជាការស្នើសុំបដិអាសន្នដើម្បីឲ្យឡានដែលជាប់នៅកម្ពុជាប្រមាណគ្រឿងមុនថ្ងៃ23 25ចូលវិញទេអត់ទេគឺសុំបើកច្រកមួយថ្ងៃ120គ្រឿងដើម្បីដឹកទំនិញចេញចូលបាទបើសិនជាកម្ពុជាធ្វើបែបនេះតើថ្ងៃណាចប់រឿងនេះបងប្អូនយើងនៅតែអង្គុយកំដរគេបិទយើងបិទគេបើកយើងបើកអត់ទេហើយខ្ញុំសូមអរគុណណាស់ដល់ប្រជាពលរដ្ឋខ្មែររបស់យើងជាពិសេសអ្នកជាប់ព្រំដែនដែលយល់នៅការលំបាកនិងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការបិទច្រកមួយនេះដើម្បីកុំឲ្យមានបញ្ហាហើយកុំឲ្យបន្តលេងសើចព្រោះវាបង្កភាពមិនពិតប្រាកដដល់ប្រជាពលរដ្ឋសំបីតែអ្នករស់លក់ដូរនៅផ្សាររងឃ្លឿក៏មិនដឹងលក់យ៉ាងម៉េចតើគាត់ទៅថ្ងៃហ្នឹងគេបិទលែងមកជួបគ្រួសារវិញឬយ៉ាងម៉េចបើគេបិទបើកច្រកពេលណានៅតាមព្រំដែនតើយកផ្សិតនឹងទៅលក់អត់ដឹងស្អែកគេបិទឲ្យបើកបើយកទៅលក់ស្រាប់តែគេបិទថ្ងៃត្រង់អត់ឲ្យយើងចេញមកវិញនៅជាប់នៅក្នុងមិនងាប់អញ្ចឹងការធ្វើបែបនេះគឺដើម្បីធានានូវភាពប្រក្រតីដើម្បីបញ្ចប់រឿងយើងអត់លឹបលោទេបើយើងលេងមែនតើគេថាអ្នកលេងប៉ះអ្នកមែនហើយកម្ពុជាអត់មានម្នាក់និយាយចេះម្នាក់និយាយចុះលិខិតមួយស្លឹកនិយាយ4នាក់ខុសគ្នាទាំង4នោះទេហើយកម្ពុជារងចាំអ្នកដែលមានអំណាចពិតប្រាកដសិទ្ធិពិតប្រាកដក្នុងការបិទបើកច្រកព្រំដែនហើយបើកឲ្យមែនតើបើកឲ្យច្បាស់លាស់